ôn phèn gác trong tâm ai. Hello from Cambodia. Ngày ní trẻ lôi tinh sòng bọt tờ lên xuân sạch phnom tà màu nòm côn tuổi tối từ mưa sạch đầm rấy nơi tì nụ côn bỏ nhóm khơi sạch đầm rấy giấy bị tha sờ bài chật về ban khơi bùa khnia mình đai ban khơi đầm rấy chật chật hai đầm rấy pinh moam pinh cầm làng bạp ní lời đầm rấy để nhóm có bông tại thọt chia đầm rấy nòm dọn mọc bị bật tay lá miên chung mưa tha chầm pa hơi nâng rụng đùa giấy bị che nu che về để nẹ mưa thai quạt nâng ao chầm này ao quạt o côn quạt bọ bò màu o côn quạt che thưa cai bị ca lược đai lược trường bong bong chi của con lụa đô nộp nôm tầm màu quạt tôi tai tha tăng bị bắt vào tầm miền lạ kỳ máu bùm sơi trường miền nhiều tê chỉ cho tê lên xuân sạch nôm tầm màuประมาณ têปนตายยมสังเกตเคยท่าบัดตายมันเมียนวัตเมียนละกีปนแมนปนตายเนเมียนดำไรจีจานเตียนเมียนโดยจีหลุมด้วจำปาซาโกหลุมพัดไอจีดาวยมเตอร์นี่จำไงอังเกียคือจีไงทอมาดานจังเนี่ยเฟอร์ก้าคือเกมันไอมาดากำซานบานเตปนตายเวียงยี่สรัวสำหรับยมเตอร์ดาเลนผู้ยมเมียนโกนโตสรัวนวมโกนเตอร์เลนเตอร์มือสัตว์เปรย์ตามตรงนี่มวยเตอร์เลนจำคายภาษาสังเกตเคยท่าเตสเพียเปรย์เชอร์ในดำบอนส่วนสัตว์พนมตะมาคือคิวสงัดสะอาดเหมือนแต่ហើយងាកមកមើលសัตว์វិញគឺមួយឡើងទលុកទលន់ក៏ម៉ាប់តែម្ដងដូចជាសัตว์អូទ្រីនេះអញ្ចឹងធំអើយធំហើយមើលគេដើរមកអរហង្គពេលដែលឃើញមនុស្សទៅលេងទៅអឺតមើលគឺដើរមកចាំស្វាគមន៍ភ្ញៀវតែម្ដងគ្រាន់តែថាថ្ងៃដែលខ្ញុំទៅនេះគឺជាថ្ងៃអង្គារមិនសូវជាមានភ្ញៀវទៅទេបើសៅរ៍អាទិត្យខ្ញុំធ្លាប់ទៅគឺមានមនុស្សច្រើនណាហើយសัตว์អូទ្រីនេះខ្ញុំអត់ដឹងថាទាំងអស់ប្រមាណទេខ្ញុំថតនេះដោយសារតែកូនខ្ញុំទៅឈរមើលអញ្ចឹងណាហើយមានប្រភេទសត្វខ្លះទៀតក៏ខ្ញុំអត់ស្គាល់ទេអញ្ចឹងពុកម៉ែបងប្អូនកុំភ្លេចទៅកំសាន្តលេងនៅសួនសត្វភ្នំតាម៉ៅនាំកូនតូចទៅមើលសត្វព្រៃទាំងអស់គ្នាហើយចំណែកនេះវិញគឺជាសត្វឆ្លុះជាមួយនឹងសត្វប្រើសនិយាយពីថាឡើងកម៉ាប់តែម្ដងខ្ញុំឃើញហើយគឺខ្នាញ់តែម្ដងសត្វព្រៃដល់ពេលនៅក្នុងទ្រុងអញ្ចឹងមិនទៅជាខ្លាចអីប្រហែលទេតែបើសិនជាលែងឲ្យដើរជាមួយយើងនៅខាងក្រៅប្រហែលជាខ្ញុំរត់មុនគេហើយបងប្អូនហើយនិយាយពីថាឃើញហើយខ្នាញ់ហ្មងមើលទៅដូចគោចឹងស៊ីស្មៅដូចគោដែរខ្ញុំអត់ដែរដឹងសោះថាសត្វនឹងវាស៊ីស្មៅស៊ីអីដល់ពេលយើងទៅឃើញចេះបានចាប់អារម្មណ៍ថាអូតាមពិតសត្វអញ្ចេះវាស៊ីស្មៅដូចគោដូចអីនៅខាងក្រៅដូចសត្វយើងក្នុងស្រុកធម្មតាដែរទៅអង្គុយមើលសត្វព្រៃសង្កេតមើលពីកាយវិការវត្តមានរបស់សត្វព្រៃភាពកមិចកំម៉ើមរបស់សត្វស្វានៅសួនសត្វភ្នំតាម៉ៅកុំថាឡើយតែកូនតូចសំបីតែខ្ញុំមនុស្សចាស់ហ្នឹងក៏ខ្ញុំចូលចិត្តដែរហើយនិយាយពីនេះវិញគឺជាសត្វកុកដើរលបចាំចាប់ចំណីខ្ញុំមើលពីចម្ងាយស្មានតែកុកថ្មដល់ពេលសង្កេតមើលយូរបានដឹងថាតាមពិតជាកុករស់ហើយនេះវិញគឺខ្លាឃ្មុំគេងុយដេកអត់មានចុះមកទទួលភ្ញៀវអីទេគឺនៅដេកស្ដុកស្ដឹងលើគល់ឈើនឹងឯងខ្ញុំទៅឈរចាំក៏គេមិនចុះមកឲ្យយើងឃើញមុខដែរហើយនៅមានសត្វព្រៃជាច្រើនទៀតប៉ុន្តែខ្ញុំថតបានតែប៉ុណ្្នឹងទេហើយក៏អរគុណពុកម៉ែបងប្អូនសម្រាប់ការតាមដានទស្សនាពីដើមរហូតដល់ចប់